រុកនៅទីនោះបានដាក់ឈ្មោះភ្នំនោះតាមឈ្មោះក្រពើថាភ្នំសុពណ៌កាលីរហូតមកដល់សព្វថ្ងៃនេះថ្លែងពីក្រពើនាងអរ័យកាលដែលបានជ័យជំនះហើយបានត្រឡប់ទៅវិញលុះបានយូរបន្តិចទៅខណៈពេលដែលក្រពើនាងអរ័យកំពុងតែបញ្ជិះកូននេននៅលើខ្នងកណ្ដាលទន្លេក៏បានជួបក្រពើបច្ឆាមិត្តដទៃដែលមានគ្នាច្រើនមកបៀតបៀនពេលនោះក្រពើនាងអរ័យបាននិយាយថាតើខ្ញុំករណាគូធ្វើបែបណាទៅបើយើងកំពុងនៅកណ្ដាលទន្លេបែបនេះតើកណាគូទឹកប្រដាច់គុណនៅកន្លែងណាទៅដើម្បីអាចប្រយុទ្ធជាមួយក្រពើទាំងអស់នេះបានតើប្រដាច់គុណអាចអត់ដង្ហើមបានប៉ុន្មានថ្ងៃដែរអាត្មាអាចអត់ដង្ហើមបានតែ3ថ្ងៃទេតើឯងចង់ធ្វើបែបណាបើអញ្ចឹងកណាគិតលេបប្រដាច់គុណទុកក្នុងពោះសិនចាំប្រយុទ្ធចប់កណានឹងខ្ជាក់ប្រដាច់គុណចេញមកវិញធ្វើតាមឯងគិតទៅចុះតែកុំភ្លេចណាថាអាត្មាអាចអត់ដង្ហើមបានតែ3ថ្ងៃទេនិយាយហើយក្រពើនាងអរ័យបានលេបកូននេនចូលទៅក្នុងពោះហើយខំប្រយុទ្ធជាមួយក្រពើបច្ឆាមិត្តដទៃដោយសារតែក្រពើបច្ឆាមិត្តមានគ្នាច្រើនក្រពើនាងអរ័យបានប្រយុទ្ធអស់រយៈពេល3ថ្ងៃហើយនៅតែមិនដឹងឈ្នះចាញ់សោះលុះដល់ថ្ងៃទី4ក្រពើបច្ឆាមិត្តក៏ចាញ់ក្រពើនាងអរ័យហើយក៏នាំគ្នារត់គេចខ្លួនបាត់ទៅក្រោយពីបានប្រយុទ្ធបានជ័យជំនះហើយក្រពើនាងអរ័យបានខ្ជាក់លោកនេននោះចេញមកតែអកុសលកូននេននោះបានសគត់បាត់ទៅហើយធ្វើឲ្យក្រពើនាងអរ័យសោកសៅចិត្តក្រៃលែងនាឱកាសដែលពួកមហាជនកំពុងតែធ្វើបុណ្យឈានបណកិច្ចរំលាយព្រះសពកូននេននោះក្រពើនាងអរ័យបានគិតថាដោយសារតែកណាមានចិត្តចង់ឈ្នះពេកបើសិនជាពេលនោះកណាគេចខ្លួនហើយខ្ជាក់ប្រដាច់គុណចេញម្លេះសំនឹងប្រដាច់គុណមិនសគត់បែបនេះទេកណានឹងទៅកំដរប្រដាច់គុណហើយគិតហើយក្រពើនាងអរ័យបានលុតឡើងលើភ្នក់ភ្លើងដែលកំពុងតែឆេះពេញដោយអំណាចដាច់យោធាតក៏បានឆេះក្រពើនាងអរ័យស្លាប់ក្នុងឱកាសនោះបាត់ទៅ